នេះគឺជាកន្លែងដែលខ្ញុំចូលចិត្តជាងគេមួយនៅស្រុកខ្មែរយើងវាទឹកជ្រោះឬកន្លែងលេងទឹកផ្សេងៗអីសឹងតែឆ្លោះមើលឃើញមុខបានវីដេអូនេះគឺជាវីដេអូដែលខ្ញុំទៅលេងភ្នំតបជាងតាំងឆ្នាំ2025អារឿងទៅដើរលេងនេះមួយមិនបាច់គេដាស់ក៏ងើបខ្លួនឯងអូតូដែរពេលងើបទៅហ្នឹងម៉ោង4ចឹងតារំតែយើងស្លៀកពាក់រៀបចំឲ្យបានរៀបអីហើយវាអាចនឹងម៉ោង4:75ដែរចឹងយើងត្រូវចេញជុំគ្នាវល់កង់ម៉ោង5ពេលជុំគ្នាហើយហ្នឹងយើងចេញទៅបន្ទាប់មកខ្ញុំស្មានតែខ្ញុំនៅក្រោយគេខ្ញុំខំសុទ្ធ100ទៅមានណាខ្ញុំនៅដាច់មេឃមុខគេគ្នានៅក្រោយគ្នាចូលញ៉ាំបាយនៅពេជ្រណុលដោយសារខ្ញុំហួសពេជ្រណុលទៅខ្ញុំមិនញ៉ាំបាយម្នាក់ឯងចឹងខ្ញុំក៏អង្គុយញ៉ាំបាយនឹងហើយចាំគ្នាជិះមកជុំគ្នាតទៅមុខទៀតចឹងបន្ទាប់មកក៏យើងនាំគ្នាចូលចាក់សាំងក៏ចូលសារ៉ាបន្តិចចឹងឥឡូវយើងនាំគ្នាជុំគ្នាអស់ហើយពេលជុំគ្នាយើងក៏បន្តដំណើរទៅមុខទៀតហើយតមកដល់យើងស្ពានស្រែអំបិលក៏នាំគ្នាចូលថតរូបហើយអ្នកខ្លះទៀតក៏បែកជួងគ្នាទៅទិញអីវ៉ាន់និយាយទៅម៉ូតូធំទាំងអស់ហ្នឹងអត់ប្រយោជន៍ទេចាញ់អាសងដឹកបានគ្រប់យ៉ាងនិយាយទៅមកធីមនេះអាសង carry មកចឹងតបពីចូលទិញអីវ៉ាន់នេះហើយយើងញ៉ុំគ្នាដាក់កាហ្វេមួយហើយសម្រាប់មកផ្លែតចឹងពេលអ្នកគ្នាជិះតាមផ្លូវហ្នឹងប្រយ័ត្នឡើងស្ពាននេះបើយើងជិះលឿនទៅក្លុកវាយ៉ាងជ្រៅដែរអាចនឹងបោកដួលដែរចឹងយើងប្រយ័ត្នទាំងអស់គ្នាតែខ្ញុំពេលហ្នឹងអត់ប្រយ័ត្នទេដោយសារតែបានម៉ូតូបូមវាយ៉ាងទន់ជួយដែរនិយាយទៅនៅស្ទឹងពកនឹងភ្នំតបជាងហ្នឹងវាផ្លូវទៅតែមួយទេចឹងដោយសារតែគ្នាខ្ញុំខ្លះជិះម៉ូតូហើយអ្នកខ្លះទៀតគឺគាត់ជិះឡានមកចឹងអ្នកដែលជិះម៉ូតូហ្នឹងគឺពួកយើងឡើងទៅលើមុនដើម្បីទៅទុកអីវ៉ាន់យើងឡើងពីលើហ្នឹងទៅតាមផ្លូវហ្នឹងយើងមើលទៅក្រោមទៅវាស្អាតម្យ៉ាងតែដោយសារតែការខ្ញុំទៅហ្នឹងវាអត់មានពពកច្រើនចឹងផ្លូវឡើងហ្នឹងពីក្រោមដល់លើអាចនឹងល្បាក់20នាទីជាងដែរតែយើងជិះរ៉ាក់ទៅដោយសារតែពេលខ្លះវាមានទួលដែរចឹងឥឡូវពួកយើងបានមកដល់លើដើម្បីឡើងទូកជិះទៅកន្លែងដែលយើងបោះតង់តមកក៏ពួកយើងនាំគ្នាទុកអីវ៉ាន់ដោះអីវ៉ាន់ទុកដើម្បីដាក់លើទូកយកទៅកន្លែងដែលយើងបោះតង់បន្ទាប់ពីដាក់គឺខ្ញុំបានចុះទៅក្រោមដើម្បីយកគ្នាខ្ញុំដែលគាត់ជីឡាតចឹងមុនយើងឡើងទូកហ្នឹងគឺយើងនាំគ្នាញ៉ាំបាយថ្ងៃហើយវាទៅពេលបានញ៉ាំបាយថ្ងៃហ្នឹងដូចជួយសង្គ្រោះជីវិតខ្ញុំមកតង់ទៀតព្រោះពេលញ៉ាំផឹកមិញហ្នឹងវាញ៉ាំអត់ទាន់ឆ្អែតទេទៅបាយនៅអង្គុយមកកន្លែងអត់ចេះតដើរចុះឡើងហើយធ្វើឲ្យសំដែងនេះណាតែនៅហ្នឹងវាខ្យល់ខ្លាំងដែរដោយសារតាសំដែងហ្នឹងវាអស់បាយមកប្រអប់ចុះនេះមិនបណោកស្រាមទេគឺជាវ៉ាន់ដែលពួកយើងដាក់លើទូកដើម្បីទៅហ្នឹងហើយដោយសារតែគ្នាយើងទៅយ៉ាងច្រើនហើយចឹងពួកយើងបានធ្វើការកក់ទូក3ទូកដូចជា4ទូកតាំងទូកដឹកអីវ៉ាន់មួយទៀតហើយកូនមុខខ្ញុំនេះពងខ្ញុំសប្បាយអស់តែក្នុងចិត្តវិញពងស្លន់បុកពោះហើយដោយសារអត់ចេះហែលទឹកហើយមុនទៅតកង់គាត់រៀង surprise ទៅគាត់នាំខ្ញុំមកចាក់ឈើលេងអ្នកទាំងអស់គ្នាលត់តែឃើញគេរំក្បាលទូកមែនឥឡូវមកមើលគេរំពាក់កណ្ដាលទូកម្ដងចឹងពេលទៅហ្នឹងដោយសារតែមេឃអត់ទាន់អីចឹងទឹកអលោកក៏វាអត់សូវធំដែរហើយពេលហ្នឹងស្រាប់ការជិះហ្នឹងវាអាចនឹង10នាទីជាងដែរចឹងដោយសារតែការខ្ញុំទៅហ្នឹងវាចុងឆ្នាំហើយចឹងទឹកខែហ្នឹងវាលិចខ្លាំងឡើងដល់ចុងឈើហើយចឹងនៅលើភ្នំតបជាងនេះវាខែលិចទឹកក៏វាស្អាតម្យ៉ាងខែដែលវាស្រកទឹកក៏វាស្អាតបែបម្យ៉ាងខ្ញុំជិះចេញដោយសារជួយមើលតកង់ដែរហ្នឹងខ្លាចតែជិះបុកអាគោលចុងឈើហ្នឹងចឹងឥឡូវយើងមកដល់ឥឡូវយើងបោះតង់ហើយចឹងតកង់គឺគាត់បានដឹកអីវ៉ាន់យើងដើម្បីយកឲ្យយើងរៀបចំបោះតង់ហើយចឹងពេលបានអីវ៉ាន់ហើយក៏យើងនាំគ្នារៀបចំចាប់ដើមរៀបតង់រៀបអីពេលហ្នឹងនាំគ្នាសួររកកន្លែងកក់ប្លង់ដើម្បីបោះតង់ចឹងគឺភាគច្រើនអ្នកដែលទៅហ្នឹងតង់មួយមនុស្សមួយឥឡូវបងគាត់ស្អប់ការរងចាំឥឡូវគាត់កៅឆាយម្នាក់មកកំប៉ុងនេះជាខ្លួនមួយជីទូក2នៅក្នុងជីវិតពិតណាគេដែលថាខ្លួនមួយជីទូក2ឲ្យបានចឹងថ្ងៃដែលខ្ញុំទៅហ្នឹងក៏មានក្រុមបងផ្សេងទៀតដែលគាត់ទៅដែរតែគាត់ទៅលេងទឹកមុនចឹងបន្ទាប់ពីយើងបោះតង់ហើយគឺយើងនាំគ្នាទៅលេងទឹកហើយទៅសំណាងដែរថ្ងៃខ្ញុំទៅហ្នឹងគឺមិនអត់មានបើកក្តៅទេគឺវាស្ទុំរហូតកន្លែងដែលលេងទឹកមួយហ្នឹងទឹកគឺមើលទៅថ្លាដល់បាតហើយសំខាន់ពេលហ្នឹងនាំគ្នាគប់អាឡឹកអីខ្ញុំខ្លាចទឹកត្រូវក្បាលប្រូហ្នឹងតាពេលហ្នឹងយើងមានអាឡឹកហើយមានម្នាស់យើងលេងទឹកបដើយើងញ៉ាំបដើចាំមើលខ្ញុំថតបានសត្វចម្លែកមួយនិយាយទៅយើងមើលពីលើទឹកវាដល់បាតហើយដល់ពេលយើងមើលក្នុងទឹកវាមានស្លាយមានអីនៅក្នុងហ្នឹងទៀតហើយវាស្អាតម្យ៉ាងទៀតហើយទឹកហ្នឹងគឺវាអត់ជ្រៅទេវាធំទ្រូងធំចកេះហើយហ្នឹងអស់ហើយឥឡូវមើលតែស្បែកជើងក៏ដឹងថាមនុស្សហ្នឹងគួរឲ្យស្រឡាញ់ប៉ុណ្ណាដែរណាចេញពីហ្នឹងគឺយើងទៅលេងទឹកធ្លាក់មកកន្លែងទៀតដែលដូចជាទឹកធ្លាក់វាលខ្សាច់តាមខ្ញុំចាំចង់ពីកន្លែងមួយទៅកន្លែងមួយហ្នឹងវាអត់ឆ្ងាយវានៅជិតគ្នាហើយមកដល់កន្លែងទឹកជ្រោះនេះវាទឹកវារត់តែស្អាតដែរហើយវាឈិញចាំងនាំគ្នាកក់សក់
nhưng màពេលហ្នឹងអត់យល់តែសពូតិចមួយតែចេះចែកគ្នាប្រើបានទាំងអស់គ្នាដែរនិយាយទៅកូននេះកាយការដូចហមហួនដល់ហើយដល់ពេលជាក់ស្ដែងអត់មានចេះហែលទឹកអងស្ទាយយងហែលទៅមុខដែរតែហែលបានត្រឹមទឹកត្រឹមជង្គង់ចឹងកន្លែងដែលខ្ញុំលេងនេះនៅពេលដែលខ្ញុំសួរមេតំបន់ទៅគាត់ថាអត់សូវមានអ្នកមកលេងទេឬគាត់ថាគាត់ពុំរកឃើញខ្ញុំអត់ដឹងដែរគាត់ថាគាត់ជាស្ថាបនិករកឃើញកន្លែងទឹកជ្រោះហ្នឹងតែខ្ញុំភ្លេចមុខគាត់បាត់ហើយភ្លេចឈ្មោះបាត់ហើយតបមកយើងមានដងតែអាកប្បកិរិយារបស់កូននេះមើលទៅអត់ចេះកាប់ដងគាត់នងគ្នាប៉ះសេឲ្យម្នាក់ទៀតចឹងប៉ះរបស់ប៉ិតហើយចាប់តែ3 4ខ្វែវហ្នឹងបានដងផឹកហើយអញ្ចឹងវាហ្នឹងមកក៏យើងនងគ្នាទៅកន្លែងដែលយើងបោះតង់វិញហើយថ្ងៃវាយ៉ាងលិចដែរហើយវាយូរវាស្អាតទៀតហើយមេតំមន់គាត់ថាបើសិនជាទឹកស្រកចឹងហ្នឹងគឺយើងអាចមើលឃើញទឹកជ្រោះធ្លាក់ពីលើមកតែដោយសារតែការយើងទៅទឹកចឹងឥឡូវមកប្រៀបធៀបតូចតែវែងហើយធំហើយខ្លីយកមួយណាហើយណាចឹងឥឡូវគឺមកដល់ឲ្យបោះតង់ហើយពេលហ្នឹងមក unboxing អាពុកខ្យល់ថ្មីហ្នឹងយើងធ្វើការជន់ចឹងអាពុកហ្នឹងយើងជន់វាដើម្បីវាមានខ្យល់និយាយទៅតង់ខ្ញុំហ្នឹងដូចវីឡាចឹងអាចដាក់គ្នា10នាក់ចូលបានដល់ពេលតែមើលតង់គេវិញទូចមួយឯតង់ខ្ញុំប៉ិនបេធ្វើមកចារបស់ខ្ចីគេមានប៉ុណ្្នឹងហើយសំខាន់តង់ហ្នឹងអត់មានដបូលតែមេឃភ្លៀងមានតែសុំអឹបមួយគេហ្នឹងហើយចឹងពេលយប់ឡើងហ្នឹងគឺយើងនាំគ្នាបកាត់ភ្លើងហើយអ្នកខ្លះទៀតធ្វើម្ហូបដាំបាយដាំអីទៅហើយពេលហ្នឹងមានបរិយអ្នកកំពុងតែបរៀនខ្ញុំពីរបៀបបកាត់ភ្លើងចង់មើលងាយសមត្ថភាពចឹងបន្ទាប់ពីយើងញ៉ាំបាយឆ្អែតហើយនិយាយលេងនេះតិចតួចហើយក៏នាំគ្នាដើរទៅដាក់បកាយត្រីចឹងពេលហ្នឹងដូចជាទៅគ្នាតាមម៉ាអ្នកដែរទេជាមួយនឹងមេតំមន់ដែលគាត់នាំទៅហើយគាត់កាត់ដើមឈើមួយមើលឲ្យយើងកាន់ចឹងពេលហ្នឹងយើងនាំគ្នាដើរចូលព្រៃយើងឆ្លងអូឆ្លងអីតែចូលវាមិនសូវជ្រៅមែនទេតែខ្ញុំអត់សូវយល់មិនបានពេលតាមផ្លូវហ្នឹងវាសបោអាសัตว์ទូចហ្នឹងច្រើនហើយវាចូលមុខចូលមាត់ចូលច្រមុះចូលភ្នែកពេញចឹងបន្ទាប់មកគឺយើងនាំគ្នាដើរដាក់បកាយវាច្រើនកន្លែងទៅចឹងអាពេលទៅវិញហ្នឹងចាប់ផ្ដើមវែងគ្នាម្នាក់ទៀតនៅម្ខាងហើយអាពេលពួកខ្ញុំហ្នឹងដើរតាមពីក្រោយគ្នាសោះមិនបានឆ្ងល់បានបាត់គ្នាឡើងដល់ម្ខាងទៀតហើយសំខាន់យើងអត់នៅមួយមេតំបន់ដើរផ្លូវផ្សេងតែឥឡូវអរិយរកបានឃើញគ្នាវិញឥឡូវយើងឆ្លងអូទៅវិញដើម្បីទៅកន្លែងដែលយើងបោះតង់ហើយផឹកឡើងគឺយើងមកបើកមើលបកាយយើងថាបានត្រីអត់ចឹងពេលយើងមកដល់កន្លែងយើងបោះតង់វិញគឺយើងនាំគ្នាឡើងទូកដើម្បីទៅមកកន្លែងទៀតដើម្បីដាក់មងត្រីចឹងដោយសារតែគ្នាខ្ញុំគាត់បានដាក់មងមុនហើយយើងទៅលើកមងទៅគឺយើងបានត្រីមួយគេទៅមកមងទាំងអស់ហ្នឹងបានតែមួយហ្នឹងហើយពេលហ្នឹងកន្លែងបកាយចាស់ទៀតគឺពោះវាស៊ីត្រីដែលយើងបានទាំងអស់ហើយចឹងពេលជិះទូកតាមផ្លូវហ្នឹងពីច្រើនតាមព្រៃវាសបោពោះតែខ្ញុំអត់ច្បាស់ថាពោះហ្នឹងពោះអីទេតែដោយសារតែអត់សូវភ័យមែនដែរហើយយើងទៅមួយមេតំបន់និយាយទៅបើឲ្យខ្ញុំចែទូកឲ្យខ្ញុំចៅផ្លូវមកវិញគឺខ្ញុំរកអត់ឃើញទេគឺល្ងិតឈឹងតោះមកក៏យើងទៅគេងវិញឥឡូវបើកភ្នែកមកមើលសាន់រៃឡើងស្អាតដូចអ្នកមើលចាបើសម្រាប់ខ្ញុំអត់ដឹងមិនទៅបើគេសួរខ្ញុំថាសាន់រៃហើយ sunset យកមួយណាគឺខ្ញុំយកព្រះអាទិត្យរះហើយតែពេលខ្ញុំឃើញសាន់រៃខ្ញុំមានអារម្មណ៍ថាខ្ញុំដូចកើតបានរស់ម្ដងទៀតចឹងព្រឹកឡើងនេះគឺយើងបាននាំគ្នាមកដោះធ្មេញមុជទឹកមុជអីនៅកន្លែងដែលយើងគេងចិត្តហ្នឹងហើយកន្លែងដែលយើងមុជទឹកនៅចិត្តហ្នឹងគឺទឹកហ្នឹងវាថ្លាទៀតហើយឡើងមើលឃើញដល់ត្រីទូចមកកណ្ដោចឹងអាកូនត្រីទូចនៅក្នុងហ្នឹងពេលយើងចោះទឹកទៅគឺវាមកចឹកយើងហ្មងដល់ពេលខ្ញុំថតវីដេអូវាអត់នាំគ្នាមកចឹកខ្ញុំទេសង្ស័យវាអៀនកាមេរ៉ាចឹងបន្ទាប់ពីយើងមុជទឹកញ៉ាំមីញ៉ាំអីបើកឡើងនេះគឺយើងនាំគ្នាចេញទៅវិញហើយតែមុនយើងចេញទៅហ្នឹងក៏យើងបានចូលកន្លែងទំនប់វារីអគ្គិសនីមួយដែរចេញពីវារីអគ្គិសនីហ្នឹងគឺយើងបានមកលេងនៅស្ទឹងពពកតែអត់មានពពកចឹងសូមហៅស្ទឹងខ្យល់វិញចាឥឡូវគឺយើងចោះមកដល់ក្រោមវិញឥឡូវពងនៅការ៉ាសាំងឈប់សម្រាកញ៉ាំអីឥឡូវនាំគ្នាឈប់ស្តុបជុំគ្នាខ្ញុំអត់ដឹងថាក្នុងខ្លួនមួយកាត់អីពេលហ្នឹងចឹងចេញតាមផ្លូវមកគឺយើងអត់មានអីត្រូវធ្វើទៀតហើយមានតែជិះទៅផ្ទះហ្នឹងហើយអញ្ចឹង trip មួយនេះគឺវាអត់មានបញ្ហាអីទេគឺមានតែប៉ុណ្្នឹងហើយ